ទោះបីជាការប្រកួតព្រឹកមិញនេះលទ្ធផលយ៉ាងណាក៏ដោយប៉ុន្តែចូលរួមសោកស្ដាយហើយក៏ចូលរួមសោកស្ដាយទៅដល់អឺ Modric ធ្វើម៉េចវាកីឡាដល់វគ្គនេះគឺទៅតែមានចាញ់មានឈ្នះប៉ុន្តែការប្រកួតព្រឹកមិញនេះគឺរ៉ូណាល់ដូប៉ូទុយហ្គាល់នឹងឡើងទាំងឲ្យ fan តឹងទ្រូងមែនទែនកាលពីព្រឹកមិញនេះប៉ុន្តែយ៉ាងណាក៏ដោយកីឡាគឺតែងតែមានចាញ់មានឈ្នះ ប៉ុន្តែយើងដឹងហើយថាក្រូអាតគឺអាសាទៅលេងវគ្គធំមែនទែនទៅដល់ជ្រៅមែនទែនពានរង្វាន់ FIFA World Cup កាលពីឆ្នាំ2018ក៏ឡើងទៅដល់ final ដែរហើយទម្លាក់ក្រុមខ្លាំងប៉ុន្តែព្រឹកមិញនេះគឺវាធ្វើឲ្យ fan សប្បាយចិត្តបន្តិចផងអត់សប្បាយចិត្តតិចផងដូចនាទីចុងក្រោយសឹងតែផ្លុំកញ្ចែបញ្ចប់ដូចជប៉ុនហើយនិងប្រេស៊ីលហើយប៉ុន្តែមកដល់ពេលហ្នឹងគឺ ត្រូវបានសុទ្ធបញ្ចូលហើយធ្វើឲ្យអ្នកគ្រប់គ្រងក្រូអាតនឹងសប្បាយចិត្តហើបគូតពីកៅអីហូរក៏ជ្រឿមម្ដងហើយប៉ុន្តែនៅពេលដែលអាញាកដាទៅឆែកវ៉ាបានមើលឃើញថាក្របបាល់នេះគឺអបផ្សាយហើយគឺអត់ឲ្យទេពេលហ្នឹងគឺអ្នកដែលគ្រប់គ្រងក្រូអាត fan របស់ក្រូអាតហ្នឹងគឺដាច់ចកេះផឹងហើយអ្នកដែលគ្រប់គ្រងប៉ូទុយហ្គាល់ហ្នឹងក៏ចាប់ផ្ដើមហូរសប្បាយឡើងអម្ដងទៀត មិនដំបូងលេងសប្បាយហើយដោយសារតែតាមស្មើហើយនៅពេលដែលអញ្ញាកដាលគាត់ថាអត់ឲ្យទេនាំគ្នាសប្បាយហើយឥឡូវហ្នឹងគឺរ៉ូណាល់ដូគឺបានឡើងទៅដល់វគ្គ16ក្រុមចុងក្រោយហើយដែលប៉ះជាមួយអេស្ប៉ាញហើយអត់ដឹងថាប៉ះជាមួយអេស្ប៉ាញនេះបានទៅដល់ណាទៀតយើងមិនដឹងទេតែបើសិនជាឈ្នះអេស្ប៉ាញគឺខ្ញុំធានាថារ៉ូណាល់ដូឬក៏ប៉ូទុយហ្គាល់នឹងអាចឡើងទៅដល់វគ្គ8ក្រុមចុងក្រោយឲ្យតែផុត16ក្រុមចុងក្រោយនេះឲ្យតែឆ្លងផុតអេស្ប៉ាញ ទោះបីជាយ៉ាងណាខ្ញុំក៏ចង់ឃើញរ៉ូណាល់ដូលើកពានដែរទោះបីជាដឹងថាភាគរយតិចមែនតែនដែលគ្រីស្ទៀនរ៉ូណាល់ដូនឹងអាចលើកពានក៏ប៉ុន្តែនៅតែគ្រប់គ្រងចង់ឲ្យគាត់លើកពានទោះបីជាដឹងថាវាមិនអាចទៅរួចក៏ដោយប៉ុន្តែចង់ឃើញគាត់មានអានឹងគេដែរកុំឲ្យនៅពេលដែលផុតពីសម័យកាលគាត់ទៅគ្រីស្ទៀនរ៉ូណាល់ដូអត់មានពាន World Cup ទេអីទេប៉ុន្តែគាត់មានអេផ្សេងប៉ុន្តែអាពានពិភពលោកនេះគឺវាសំខាន់មែនតើអានេះខ្ញុំគិតណាតែបើគាត់គិតផ្សេងអាហ្នឹងខ្ញុំមិនដឹងប៉ុន្តែសម្រាប់ខ្ញុំគឺពាន World Cup នេះគឺសំខាន់ណាស់គឺពិភពលោកគឺគេឲ្យតម្លៃអាពានហ្នឹងមែនតើអញ្ចឹងយើងគិតមើលការប្រកួតអីផ្សេងមិនមានមនុស្សច្រើនដូចទៅមើលអាការប្រកួត FIFA World Cup ហ្នឹងទេតែបើសិនជាខ្លាំងទាំងពីរនេះអាចឡើងមកប៉ះអាសង់ទីនឬក៏ប៉ះប្រទេសណាមួយគឺ រឹតតែសាហាវទៀតបើសិនជាប៉ះសង់ទីនហើយបើសិនជាយើងមើលជួររបស់ប៉ូទុយហ្គាល់គឺសិតតែក្រុមខ្លាំងទាំងអស់ហ្មងសិតតែក្រុមខ្លាំងអ្នកទាំងនេះមើលអត់មានអាគេខ្សោយមួយទេទ្រាប់ចាប់ពីបារាំងអេស្ប៉ាញណេដឺឡែនអឺម៉ូរ៉ូកូសិតតែក្រុមខ្លាំងហើយនៅបែលជីមនេះមួយទៀតនេះក៏ខ្លាំងមិនធម្មតាដែរប៉ុន្តែសង្ឃឹមថាគាត់ឆ្លងផុតឲ្យវគ្គនិយាយទៅចង់ឲ្យតែគាត់ឆ្លងមិនថាឲ្យគាត់លេងទៅវគ្គជ្រៅអត់ចង់ឲ្យគាត់លេងរាក់ផេលអញ្ចឹងមិនណាក៏បានត្រឹម8ក្រុមចុងក្រោយឬក៏4ក្រុមបើទៅដល់លើកពានទៀតខ្ញុំរត់តែសប្បាយចិត្តទៀតប៉ុន្តែបើសិនជាយើងមើលទម្រង់គាត់លេងព្រឹកមិញនេះវាប៉ូទុយហ្គាល់គឺវាអាចវានៅមានចំណុចអីផ្សេងដែលយើងគិតប៉ុន្តែយើងអត់ទៀងទេពេលខ្លះគាត់ជួបក្រុមខ្សោយដែរនៅពេលដែលទៅជួបក្រុមខ្លាំងអាចថាគាត់ខ្លាំងដែរក៏យើងអាចថាបានដែរមើលអត់ឃើញណាពេលខ្លះនៅពេលដែលយុទ្ធសាស្ត្រនៅពេលដែលទៅលេងអាក្រុមខ្សោយហ្នឹងរៀងលពេលលប៉ក់តាមគេដែរប៉ុន្តែដល់ពេលទៅប៉ះក្រុមខ្លាំងរៀងលបាងគេដែរយើងពិបាកនិយាយដែរប៉ុន្តែបើសិនជាស្ថានភាពព្រឹកមិញនេះគឺពិបាកប៉ុន្តែបារាំងនៅពូលរបស់គាត់ហ្នឹងមានបារាំងមានអេស្ប៉ាញវាយ៉ាប់ត្រង់អាពីរហ្នឹងហ្មងតែបើសិនជាផុតតែអេស្ប៉ាញវគ្គ16ក្រុមហ្នឹងណាគឺអឹងហើយហើយបានទៅដល់វគ្គ8ក្រុមវគ្គ4ក្រុមចុងក្រោយអញ្ចឹងយ៉ាងណាក៏ចង់ឃើញគាត់ដូចខ្ញុំនិយាយខាងដើមហ្នឹងចង់ឃើញគាត់ឈ្នះពានរង្វាន់ហ្នឹងពានរង្វាន់ World Cup ហ្នឹងគឺ fan គាត់ទាំងអស់ខ្ញុំគាត់ថា fan គាត់ទាំងអស់គឺចង់បានអាហ្នឹងចង់បានពាន World Cup ហ្នឹងទោះបីជាចិត្តពួកគាត់ហ្នឹងខ្ញុំមិនចង់បានប៉ុន្តែគឺគាត់ហ្នឹងគឺមិនថាពានហ្នឹងសំខាន់ណាស់ដើម្បីបង្ហាញមើលថាប្រវត្តិសាស្ត្ររបស់គាត់បានចាថារ៉ូណាល់ដូក៏ធ្លាប់ឈ្នះពានដែរឆ្នាំ2026 Messi មានពាន World Cup ដែរ2022អឹមបាប៉េក៏ឈ្នះពានរង្វាន់ដែរកាលពីឆ្នាំ2018អីមួយពីគឺគេបានទៅសេនៅក្នុងហ្នឹងហើយប៉ុន្តែសម័យក្រោយទៀតទោះបីជាគាត់មិនបានពានក៏ដោយឲ្យតែប្រទេសរបស់គាត់
មានពានរង្វាន់ World Cup ហ្នឹងក៏អស្ចារ្យដែរអញ្ចឹងវីដេអូហ្នឹងមិនតែប្រឹងតែដល់ទេកុំភ្លេចទៅជួយ like share subscribe ម្នាក់មួយផងហើយកុំភ្លេចទៅជួយ follow មួយទៀតផងអរគុណច្រើនចាំជួបខ្ញុំវីដេអូក្រោយទៀតបាយបាយ